ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CBS News ផ្សាយកាលពីថ្ងៃអាទិត្យទី22 ខែកុម្ភៈឆ្នាំ2026 រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសពីការប្រើប្រាស់សិទ្ធិការពារខ្លួនបើអាមេរិកពិតជាវាយប្រហារខ្លួនមែនប៉ុន្តែក៏ទទួលស្គាល់ដែរថាមីស៊ីលដែលខ្លួនមានគឺមិនអាចបាញ់ដល់ទឹកដីអាមេរិកបានទេស្របពេលដែលស្ថានភាពវិវត្តកាន់តែមិនស្រួលពីមួយថ្ងៃទៅមួយថ្ងៃពេលនេះលោកអាបាសអាក់ឈីបានបង្ហាញចំហយ៉ាងច្បាស់ថាទីតាំងអាមេរិកនៅតំបន់មជ្ឈិមបូព៌ានឹងក្លាយជាគោលដៅវាយប្រហាររបស់អ៊ីរ៉ង់បើលោក Donald Trump សម្រេចចិត្តប្រកាន់យកវិធីសាស្ត្រប្រើកម្លាំងបាយមែនលោកអាក់ឈីបញ្ជាក់យ៉ាងច្បាស់ថាបើអាមេរិកវាយប្រហារមកលើយើងនោះយើងមានសិទ្ធិគ្រប់បែបយ៉ាងក្នុងការការពារខ្លួនបើអាមេរិកវាយប្រហារយើងនោះគឺជាទង្វើឈ្លានពានហើយអ្វីដែលយើងធ្វើការឆ្លើយតបវិញគឺជាទង្វើការពារខ្លួនលោកបន្តថាវាជារឿងត្រឹមត្រូវនិងស្របច្បាប់ព្រោះតែគ្រាប់មីស៊ីលរបស់យើងមិនអាចបាញ់ទៅដល់ទឹកដីអាមេរិកបានទេដូច្នេះយើងពិតជាត្រូវធ្វើអ្វីផ្សេងទៀតយើងត្រូវតែវាយប្រហារទៅលើអ្វីដែលអ្នកដឹងស្រាប់ហើយនោះគឺជាមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់